ខ្ញុំសុខចិត្តគ្រាវដើម្បីនាងហើយគ្រាវដើម្បីខ្ញុំធ្វើអីខ្ញុំមិនទាំងកេងជាមួយលោកផង2ឆ្នាំទៀតនាងអត់រដូវហើយទើបខ្ញុំសម្រេចចិត្តថាបញ្ចប់ជាមួយនាងតែម្ដងទៅសួស្ដីខ្ញុំនាំកូនស្រីមកពិនិត្យភ្នែកមិនបាច់ដល់ម្លឹងទេមិនអីទេខ្ញុំទៅលេសខ្ញុំថាកុំអីខ្ញុំខ្លាចឯងមើលថែមិនបានល្អធ្វើមើលតែខ្លួនឯងប្រកែណាស់អញ្ចឹងខ្ញុំមិនមែនរកមនុស្សប្រុសមកជួយធ្វើការងារផ្ទះឲ្យទេលោកគិតមើលទៅមានប្រុសច្រើនណាស់ចង់បាននាងតែគេមានអីពិសេសទៅមកវិញខ្ញុំទុកឱកាសឲ្យម្ដងចុះប្លុកគេចោលទៅលោកមិនស័ក្តិសមនឹងនាងទេដកខ្លួនទៅខ្ញុំមិនស័ក្តិសមត្រង់ណាខ្ញុំជាម៉ាក់នាងជាម៉ាក់ក្មេងហើយនាងក៏ជាម៉ាក់ក្មេងអូខ្ញុំយល់ហើយសុំទោសជាប្រុសដូចគ្នាតែខ្ញុំជំនាញធ្វើអាណាព្យាបាលព្រោះជាដងពីកំណើតក៏មិនទៀបខ្លួនអញ្ចឹងនាងផ្ដោតលើការបែងចែកភេទជ្រុលពេកប្រុសសុទ្ធតែមានបាបអញ្ចឹងជាកំហុសខ្ញុំមកជាតិជ័យស្នេហាគេពួកគាត់ថៃហ្នឹងឆ្លោះគ្នាដណ្ដើមស្រីនៅជាស្អីទៅជារឿងគ្មានបានការជារឿងអត់កំណត់តំណែងតាមចិត្តលាក់ពុតសេរីភាពគិតល្អសប្បាយចិត្តពេញចិត្ត